ខ្ញុំលើកយកមកស្នានិយាយពីស្នាមប៊ីជ្រុយដែលបងប្អូនមានណាហើយបងប្អូននឹងអត់គួរកាត់ចោលដែរអញ្ចឹងស្នាមប៊ីជ្រុយនៅចំណុចបើមនុស្សស្រីវិញនៅចំណុចលេខ52នៅចំណុចលេខ52មនុស្សស្រីនៅខាងស្ដាំមនុស្សស្រីគេបត់ពីស្ដាំទៅអញ្ចឹងនៅចន្លោះនេះចំមកយើងនេះចង់មកជួរក្រោមហ្នឹងចំលេខ52ហ្នឹងឬក៏មនុស្សប្រុសគេរាប់ខាងឆ្វេងចំលេខខាងក្រោមនេះអញ្ចឹងប៊ីជ្រុយនៅកន្លែងហ្នឹងគឺជាប៊ីជ្រុយល្អមួយដែលអត់គួរកាត់ចោលទេបងប្អូនដោយសារប៊ីជ្រុយចំកន្លែងហ្នឹងគឺជាប៊ីជ្រុយដែលមានឱកាសក្នុងការរីករាយនឹងអាហារបានន័យថាគាត់មានឱកាសនិងមិនចេះអស់ក្នុងការរីករាយនឹងអាហារល្អៗក្នុងជីវិតហើយបទពិសោធន៍ដែលគាត់អាចភ្លក្សអាហារឆ្ងាញ់ថ្លៃថ្នូរនិងប្លែកពីគេដោយសារប៊ីជ្រុយហ្នឹងវាសំដៅទៅលើមាត់អញ្ចឹងរបៀបថាអ្នកមានសំណាងក្នុងការហូបគឺប៊ីជ្រុយហ្នឹងអញ្ចឹងបងមនុស្សស្រីនៅខាងស្ដាំបងមនុស្សប្រុសនៅខាងឆ្វេងចំចំណុចលេខ52នៃរង្វង់មុខអញ្ចឹងទៅគឺជាប៊ីជ្រុយមួយដែលគាត់មានសំណាងក្នុងការភ្លក្សអាហារឬក៏បានញ៉ាំម្ហូបអីប្លែកៗដែលគាត់មានសំណាងហ្នឹងអញ្ចឹងអត់គួរយកវាចេញទេ